ឆ្អែតហ្មងសម្រាប់គ្រឿងផ្សំដំបូងហ្នឹងគឺជាមីសួរខ្ញុំប្រើពីកណ្ដុំតូចៗហ្នឹងយើងត្រាំជាមួយទឹកក្តៅអ៊ុនៗណាបងប្អូនអញ្ចឹងដំបូងខ្ញុំចាក់ទឹកត្រជាក់ហើយចុងក្រោយនេះគឺខ្ញុំចាក់ទឹកក្តៅលាយចូលគ្នាហើយយើងដាក់ត្រាំវាចោលម្ដុំសិនទៅយើងមករៀបចំផ្នែកសាច់ម្ដងដែលយើងមានដូចជាសាច់ជ្រូក3ជាន់ជាមួយនឹងកាពឹសសម្រាប់កាពឹសនេះវារាងធំៗបងប្អូនអញ្ចឹងហើយត្រូវកាត់ព្រួយកាត់អីវាចេញមិនអញ្ចឹងទេញ៉ាំទៅគឺដឹងតែមុតមាត់ហ្មងបន្ទាប់ពីហ្នឹងមកគឺយើងមកដាក់ដាំទឹកដើម្បីស្ងោរសាច់ជ្រូកមុនគេក្នុងហ្នឹងគឺយើងបន្ថែមអំបិលបន្តិចជាមួយខ្ទឹមសដើម្បីវាជួយកាត់ក្លិនហើយយើងដាក់ស្ងោរសាច់ជ្រូកចោលសិនទៅយើងមករៀបចំបន្លែឲ្យហើយដែលយើងមានដូចជាតសក់យើងមានប៉េងប៉ោះមានស្ដៅការ៉ុតអីហ្នឹងសម្រាប់តសក់គឺខ្ញុំប្រើតែ3ផ្លែទេយើងចិតសបកវា3ឆ្នូតអញ្ចឹងហើយពុះវាជា3ហើយយើងហាន់វាជាប្រទះស្ដើងមកបងប្អូនតសក់កុំដាក់ធំតែដាក់ធំអត់ងាយចូលជាតិទេហើយសម្រាប់ប៉េងប៉ោះក៏ដូចគ្នាគឺយើងហាន់វាជាប្រទះស្ដើងដូចគ្នាប៉េងប៉ោះគឺប្រើប៉េងប៉ោះខ្ចីបងប្អូនកុំប្រើប៉េងប៉ោះទុំហើយសម្រាប់ការ៉ុតវិញគឺខ្ញុំដាក់តែកន្លះផ្លែទេយើងឆូតវាជាតសៃរាងវែងអញ្ចឹងមកសម្រាប់ស្ដៅបងប្អូនណាដែលចង់ស្រស់ក៏បានឬក៏ដាក់ទាំងឆៅអញ្ចឹងក៏បានដែរបើសិនជាយើងយកទៅស្រស់វារាងកាត់បន្ថយជាតិល្វីងបន្តិចប៉ុន្តែបើសិនជាបងប្អូនចេះញ៉ាំល្វីងដាក់ទាំងឆៅអញ្ចឹងក៏ឆ្ងាញ់ម្យ៉ាងសម្រាប់សាច់ជ្រូកគឺខ្ញុំស្ងោរប្រហែលជាខ្ទង់6-7នាទីវាឆ្អិនហើយយើងស្រង់វាចេញហើយទឹកដដែលហ្នឹងគឺខ្ញុំដាក់ស្រស់កាពឹសបងប្អូនកាពឹសនេះដាក់ប្រហែលជាខ្ទង់1នាទីជាងអីហ្នឹងយើងស្រង់វាចេញហើយសម្រាប់មីសួររបស់យើងនេះគឺត្រាំជាមួយទឹកក្តៅអ៊ុនៗហ្នឹងប្រហែលជាខ្ទង់5នាទីយើងលាងទឹកលាងអីចេញហើយយកមកស្រស់ជាមួយទឹកក្តៅម្ដងទៀតបងប្អូនសម្រាប់ការស្រស់នេះយើងបង់ចូលភ្លាមស្រង់ចេញភ្លាមមកហើយយកវាទៅដាក់ត្រាំជាមួយទឹកត្រជាក់បងប្អូនដើម្បីកុំឲ្យមីសួររបស់យើងវានៅក្តៅព្រោះឲ្យមីសួរតែកាលណាវាក្តៅយូរគឺវារលាយឬក៏ស្អិតចូលគ្នាអញ្ចឹងទៅបន្ទាប់ពីយើងស្រង់មីសួរចេញហើយយើងមកហាន់សាច់ជ្រូកម្ដងសម្រាប់សាច់ជ្រូកយើងហាន់វារាងឆ្មាអញ្ចឹងមកហើយសម្រាប់ញាំរបស់ខ្ញុំគឺខ្ញុំប្រើទឹកប្រហុកបងប្អូនប៉ុន្តែបើសិនជាបងប្អូនណាអត់មានទឹកប្រហុកទេយើងអាចប្រើប្រហុកធម្មតាយកវាទៅស្ងោរក៏បានឬក៏ដាក់ចំហុយហើយយកមកជ្រុំក៏បានដែរហើយសម្រាប់ញាំអញ្ចឹងបងប្អូនប្រើអំពិលទុំគឺឆ្ងាញ់ជាងក្រូចឆ្មារសជាតិជូររបស់វានឹងគឺរាងដិតជាងអញ្ចឹងណាបើក្រូចឆ្មាវាជូររបៀបស្រស់អញ្ចឹងទៅបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយយើងដាក់បន្លែដាក់កាពឹសសាច់ជ្រូកឲ្យចូលក្នុងចានធំមួយមកហើយបងប្អូនកុំភ្លេចខ្ទឹមសចិញ្ច្រាំ5-6កាពឹសដាក់ចូលមកម្ទេសតិចច្រើនតាមចំណង់ចំណូលចិត្តហើយចាំយើងដាក់គ្រឿងចូលមកសម្រាប់ទឹកប្រហុកខ្ញុំដាក់មកកូនវែកតូចហ្នឹងទឹកអំពិលទុំ3ស្លាបព្រាបាយស្ករ1ស្លាបព្រាបាយហើយចុងក្រោយគេហ្នឹងគឺជាប៊ីចេង1ស្លាបព្រាកាហ្វេយើងដាក់គ្រឿងក្រៅទាំងអស់ហ្នឹងចូលហើយយើងច្របល់វាឲ្យចូលជាតិសព្វល្អមកសម្រាប់ការច្របល់នេះបងប្អូនកុំច្បាច់គ្រាន់តែច្របល់វាចុះឡើងមួយផ្លែទៅគឺវាចូលជាតិដែរហើយសម្រាប់មីសួររបស់យើងគឺល្អមែនតើបងប្អូននិយាយទៅវាអត់រលួយហើយក៏អត់ស្អិតចូលគ្នាដែរពីដំបូងពេលដែលយើងស្រង់ចេញពីទឹកដាក់វាទុកម្ដុំហ្នឹងឃើញថាវាម្ដុំជាប់គ្នាមែនប៉ុន្តែពេលដែលយើងលាយជាមួយគ្រឿងវាត្រូវជាមួយទឹកប្រហុកជាមួយអីចឹងទៅគឺវាលាវិញណាបងប្អូនហើយបន្ទាប់ពីយើងច្របល់មើលទៅវាចូលជាតិមិនល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តប៉ុន្តែសម្រាប់ខ្ញុំរសជាតិគឺមិនល្មមអស់ហើយអញ្ចឹងហើយគឺខ្ញុំអត់មានថែមថយអីទៀតទេហើយចុងក្រោយគេហ្នឹងយើងបន្ថែមជីគ្រប់មុខមកច្របល់វាទៅ4-5ត្រឡប់ហើយយើងដាក់សណ្តែកដី